ចាជម្រាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះនាងខ្ញុំមានវីដេអូពីរបៀបស្លសម្លម្ជូរអ្នកចិត្តខាងចាមកបង្ហាញបងប្អូនទាំងអស់គ្នាខុសត្រូវត្រង់ណាសូមជួយ comment ប្រាប់ខាងក្រោមផងពីព្រោះគ្រប់មុខម្ហូបទាំងអស់គ្រួសារនីមួយៗតែងពីមានរបៀបស្លរៀងខ្លួនចាហើយក៏ខុសគ្នាបន្តិចចឹងណាបងប្អូនចាហើយសម្រាប់សម្លមួយមុខហ្នឹងនាងខ្ញុំចង់ស្លយូរដែរហើយប៉ុន្តែពេលដែលទៅផ្សាររកបន្លែគឺថាបានមួយមុខខ្វះមួយមុខបានមួយមុខខ្វះមួយមុខអញ្ចឹងណាបងប្អូនចាហើយបន្លែដែលនាងខ្ញុំមានសម្រាប់ធ្វើសម្លនេះគឺមានកៅអៅឈូកត្រឡាចប៉េងប៉ោះម្នាស់ត្រីហើយជីវិញគឺមានជីនាងវងជីរណាម្អមហើយគ្រឿងផ្សំនោះគឺមានទឹកត្រីម្សៅស៊ុបអំបិលអំពិលទុំចាហើយសម្រាប់ស្ករគឺនាងខ្ញុំអត់ដាក់ទេពីព្រោះអីម្នាស់យើងគឺមានជាតិផ្អែមហើយបងប្អូនចាបងប្អូនអើយតម្រាំបានសម្លមួយមុខហ្នឹងគឺថាទៅផ្សារពី3ដងណាបានរកបន្លែហ្នឹងគ្រប់មុខចឹងណាបងប្អូនចាតោះបងប្អូនទៅធ្វើទាំងអស់គ្នាចាដំបូងគឺនាងខ្ញុំដាំទឹកបងមើមខ្ទឹមហ្នឹងពីកំពឹសចាសំទោសបន្ទាប់ពីទឹកពុះនាងខ្ញុំបងកៅអៅឈូកចូលត្រឡាចចាពីមុខហ្នឹងវាគ្រាប់ផុយជាងគេណាបងប្អូនហើយពេលដែលទឹកពុះនាងខ្ញុំបងត្រីបងម្សៅស៊ុបអំបិលចានឹងទឹកត្រីហើយនាងខ្ញុំក្រោបវាឲ្យពុះចឹងណាចាពេលដែលពុះហ្នឹងគឺថាយើងបើកគម្របមកដួសពពុះវាចោលបងប្អូនចាពីព្រោះពពុះហ្នឹងវាធ្វើឲ្យទឹកសម្លរបស់យើងហ្នឹងមើលទៅវាដូចអត់តំណងគួរឲ្យចង់ញ៉ាំណាបងប្អូនចាហើយពេលដែលយើងដួសពពុះហើយបងប្អូនចាគួរឲ្យចង់ញ៉ាំបងប្អូនចាដូចនេះអញ្ចឹងបងប្អូនទឹកថ្លាអញ្ចឹងណាចាហើយបន្ទាប់មកទៀតនោះគឺនាងខ្ញុំបងម្នាស់ចូលចាបងម្នាស់ចូលគឺនាងខ្ញុំកូរហ្នឹងគឺថាកូរថ្នមអត់ហ៊ានកូរខ្លាំងទេខ្លាចបែកសាច់ត្រីបងប្អូនចាហើយយើងក៏ក្រោបវាចឹងណាឲ្យវាមកពុះទៀតទៅចាបានយើងហ្នឹងដួសពពុះវាចេញម្ដងទៀតណាបងប្អូនចាគឺថាពពុះហ្នឹងធ្វើឲ្យរំខានណាបងប្អូនចាយើងដួសពពុះទៅវាដូចថាវាឃើញសម្លរបស់យើងមើលទៅគួរឲ្យចង់ញ៉ាំចឹងណាបងប្អូនចាហើយបន្តមកទៀតមកចាគឺនាងខ្ញុំហ្នឹងដាក់ទឹកអំពិលទុំចូលចាទឹកអំពិលទុំនេះនាងខ្ញុំបានត្រាំជាមួយនឹងទឹកក្តៅជុំវាចឹងណាបងប្អូនចាយកតែទឹកទេបងប្អូនចាហើយចុងក្រោយនេះគឺនាងខ្ញុំដាក់បន្លែហ្នឹងគឺថាដាក់ប៉េងប៉ោះពីព្រោះប៉េងប៉ោះហ្នឹងវាងាយនឹងរលួយចាអញ្ចឹងយើងដាក់ចុងក្រោយគេណាបងប្អូនចាហើយកូរនោះគឺនាងខ្ញុំកូរថ្នមមែនតែនខ្លាចបែកសាច់ត្រីបងប្អូនហើយចាហើយនាងខ្ញុំនឹងបន្តភ្លក់ចាហើយភ្លក់ហើយនោះគឺថាស្ទើរប្រៃបន្តិចគឺនាងខ្ញុំនឹងថែមអំបិលបន្តិចចាហើយដួសពពុះចោលហើយសម្រាប់ជីម្អមចាគឺនាងខ្ញុំយកវាទៅលីងជាមួយនឹងខ្ទឹមសចាលីងហើយបាននាងខ្ញុំយកដាក់លើទឹកសម្លអញ្ចឹងណាបងប្អូនបានវាមានរសជាតិឈ្ងុយហើយឆ្ងាញ់អញ្ចឹងណាបងប្អូនចាហើយបងប្អូនចាំមើលកូនស្រីនាងខ្ញុំញ៉ាំគឺថាដឹងហើយថាឆ្ងាញ់យ៉ាងម៉េចអញ្ចឹងណាបងប្អូនចា